nhưng mà trong bay các ba là bằng bay các ba vì đặc biệt đa tới bay các ba nghĩa nghĩa các ba đã nghĩa tăng luôn thì bằng này ok chắc các bạn ấy bài cả thế này tái dừng lên các bài song để sao vì chỉ là phết bộ mouse head các bạn để dừng head một head này đãเป็นมือตัวหนังสันวิพีสไปหรือก็จิมมอสเฮดแห่งเบอร์สันโอเคចឹងក៏បានជា mouse head ចឹងអានេះយើងឆ្នៃចេះវិញយើងដកក្បាលវាទុកសិនណាយើងចូលទៅ actor កន្លែងហ្នឹងមានពាក្យ head ចឹងយើង select លើតួសិនយើងចូលទៅ composer ពីព្រោះនេះយើងបបែកក្បាលបានណាចាំបានthì mục បបែកវាបែកទៅទាំងអស់ mục nó vì thứ mục vì là bạn អូខេឥឡូវវាចូលទៅ composer ហើយចឹងយើងចូលទៅក្នុងនៅក្នុងនេះវាមានពាក្យ head មាន body ប៉ុន្តែក្នុងនោះវាអត់មានណាចឹងនៅក្នុង head នេះឃើញសិតតែក្បាលនេះណាចឹងយើងចង់យើង save ក្បាលនឹងទុកមកយើងចុច save head ចឹងវាចូលក្នុងនេះអូខេតមកទៀតយើងទៅដាក់ free bone មួយសិនយើងដាក់ free bone យើងទៅដាក់ remove free bone ណាអានេះយើងមកបិទក្បាលចោលទៅអូខេ bạn ហើយយើងទាញ bone មកនេះអានេះវាអត់ឲ្យអានេះអត់ឲ្យក៏អត់ទៅយើងទាញយើងមក compose នេះសិនយើងចេញមកខាងក្រៅតមកទៀតយើងទាញ free bone នេះចេញមកអូខេចេញពីក្រៅក្នុង compose តមកទៀតយើងចូលទៅក្នុង compose វិញយើង select លើ bone នេះយើងចូលទៅ compose អូខេតមកទៀតយើងចូលទៅ head នេះយើងចុច head ពីរដងមកគឺវាលោតមកនេះណា bạn ហើយថាយើងជាប់ក្បាលយើងយកក្បាលហ្នឹងផ្ដាច់វាដាច់ដោយឡែកឃើញទេ bạn ហើយយើងបរិក្បាលឲ្យធំមកធ្វើម៉េចឲ្យវាធំជាង bone ហ្នឹង bạn bạn ហើយយើងដាក់វាឲ្យស្មើគ្នាណាប៉ុណ្ណឹងមកបានហើយហើយយើង back to state វិញជាងក្បាលនេះវាជាប់ហើយក្បាលនេះយើងអាចបវលវាបានឃើញទេនេះចោលវានិយាយក៏បានដែរបន្តមកទៀតចាំយើង link វាយើងដាក់វាតូចមកប៉ុណ្ណឹងហើយយើង zoom វាបន្តិចចូលអូខេចុច Alt ចប់ចាប់ទាញចូលមកក្រោមយើងចូលទៅ move tool វិញយើងទាញក្បាលនេះមកធំពេកណាអូខេ tiền អញ្ចឹងយើងអាច link វាយើងចូលទៅ link ជាមួយនឹងយើងចូលទៅ link ម្ដងទៀតណាចូល link ជាមួយនឹងក្បាលឆ្អឹងនេះតើណា bạn bạn អញ្ចឹងបានវាថាវាជាប់ជាមួយឆ្អឹងហ្នឹងហើយយើងយកមកដាក់ទៅនឹងមកអញ្ចឹងដល់ពេលដែលក្បាលឆ្អឹងហ្នឹងវាមានចលនាអាក្បាលរបស់យើងហ្នឹងក៏វាមានចលនាដែរពីព្រោះវាលេងជាប់អូខេ
បាទបាទ បន្តមកទៀតយើងអាច rotate ក្បាលនឹងបានដោយសារក្បាលនោះវាដាច់ដោយឡែកហើយយើងសេរីវាទៅអូខេយល់ បាទបងយល់ អាហ្នឹងក្បាលដែលយើងកាត់តតែបើសម្រាប់យើងជាប់ជាមួយនឹងក្បាលឆ្អឹងក្បាលផ្ទាល់ហ្មងធ្វើអត់បានទេវាទៅយើង flip វាគឺវាទៅទាំងខ្លួនមកបាទបាទ ចានេះរបៀបកាត់តណាតើមានអីសួរទៀតអាចសួរបាន គ្រប់តួអង្គតើយើងដូរក្បាលអញ្ចឹងទាំងអស់ហើយបងផ្ដាច់ក្បាលចេញ ធ្វើក្បាច់ចេះស្រួលជាងធ្វើក្បាច់ចេះស្រួលប្រើតើណា បាទ ប៉ុន្តែវាចាប់រឿងសក់មួយរឿងសក់បើសក់នៅខាងក្រោយខ្លួនវាអាចវារត់មកខាងមុខអញ្ចឹងយើងមើលដែរតើណា បាទបាទ យើងក្បាច់យើងធ្វើមួយសក់ដែរនៅតែធ្វើបានយើងមិនមែនថាធ្វើមិនបានទេនៅតែធ្វើក្បាច់ឆ្នៃវាធ្វើយ៉ាងណាឲ្យវាចេញចាអាហ្នឹងក្បាច់ហ្នឹងគេធ្វើអញ្ចឹងយើងចង់ធ្វើប្របែកមិនក៏បានទេសំខាន់យើងយល់ technique វា បាទបង តើមានអីសួរ ច ទៀត ង់សួរមួយទៀត តើ តាកតងកន្លែងនេះបងកន្លែងយើងធ្វើចលនាកន្លែងនេះបងឡើងដៃជើងដល់ពេលបើសិនយើងកែខាងនេះទៅអាចលនាខាងមុខនោះក៏វារត់ខុសតាំងពីដើមមកបណ្ដោយ អូខេបើក្នុងករណីយើងកែនៅក្នុងចន្លោះ frame ណាមួយត្រូវចាក់ key វាមួយទប់សិនចាក់ key វាទប់ហើយ set key មួយទប់សិនណាអូនថាយើងកែនៅក្នុងចន្លោះ frame ទី400អញ្ចឹងបើចាប់កែពី frame ទី429ហ្នឹងទៅក៏ត្រូវ set key ទប់មួយសិន set key តែនៅក្នុង timeline ណា set key នេះ set key ហ្នឹងដើម្បីទប់កុំឲ្យវាឆ្លងអា key ខាងដើមកដើមហ្នឹងវា rail បាទ យល់ទេ set key ហ្នឹងបើថាយើងចាក់ key ទប់ចាក់ key ទប់កុំឲ្យវា rail ទៅលើ key animation ពីមុនដែលយើងបានធ្វើហ្នឹងវា rail ហើយឆ្នេះត្រូវ set key មកយើងទប់ set key វាទប់នេះអញ្ចឹងយើង set key នៅកន្លែងហ្នឹងអញ្ចឹង key ដែលមានពីដើមមកដែលយើងធ្វើគឺវា rail ទេហើយយើងចាប់ដើមពីហ្នឹងទៅយើងធ្វើចលនាទៀតទៅអាហ្នឹងយើង set key ទប់ពេលដែលធ្វើឆ្ងល់ហើយហ្នឹងសួរហើយហ្នឹងមកតែខ្ញុំប្រាប់ចេះខ្លាចតែបញ្យល់ នៅពេលដែលសិតទីទុកហើយយើងធ្វើចលនាដៃយើងសិតគីកន្លែងដៃហ្មង សិតទាំងអស់គេថាសិត key មួយម៉ាត់គឺយើងមើលទៅមើលកន្លែងនេះឃើញ full body បាទ full body បើថាយើងសិត key ទៅលើផ្នែកទាំងអស់នៃរាងកាយតែបើយើងសិត key ទៅលើ part ណាមួយវាមាន select part នៅខាងក្រោមនេះអញ្ចឹងយើង select part យើងចង់សិត key part នេះ select លើ part ណាមួយបានថាវា select ទៅលើ part ហ្នឹងទេអូខេ បាទ លើផ្នែកកែងដៃវាទៅកែងដៃតែបើយើងចង់សិតជាទូទៅកាលណាដែលយើងចាក់ key ទប់គឺយើងសិត full body ហើយយើងមិនមែនសិតទៅលើផ្នែកទេកុំឲ្យវា rail គ្រប់ផ្នែកទាំងអស់នៃរាងកាយណា បាទ ហ្នឹងហើយតោះសួរទៀត ដូចអស់ហ្នឹងតន់ធ្វើទៀតបានជិនចងល់ អូខេ នៅសួរភ្លាម ហ្នឹងហើយចឹងអស់ណាប៉ុណ្ណឹងចា